ប្រតិបត្តិព័ត៌មានរបស់ក្រសួងធនធានទឹកនៅអូតូនិយមស្ដីពីស្ថានភាពធាតុអាកាសសូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី29 ខែមីនា ឆ្នាំ 2025 របបខ្យល់មូសុងឥសានជាមួយសម្ពាធទាបក្របដណ្ដប់លើសមុទ្រចិនខាងត្បូងអាងទន្លេមេគង្គក្រោមនិងលើព្រះរាជាណាចក្រកម្ពុជាស្ថានភាពបែបនេះនឹងធ្វើឲ្យចាប់ពីថ្ងៃទី29ដល់ថ្ងៃទី31 ខែមីនា ឆ្នាំ 2025 1. តំបន់វាលទំនាបសីតុណ្ហភាពមធ្យមអបបរមា 22 អង្សាសេនិងសីតុណ្ហភាពមធ្យមអតិបរមា 35 អង្សាសេខ្យល់បក់មកពីទិសបូនិងទិសអាគ្នេយ៍មានល្បឿនមធ្យម 3 ម៉ែត្រក្នុង1វិនាទីខេត្តបន្ទាយមានជ័យបាត់ដំបងពោធិ៍សាត់កំពង់ឆ្នាំងកំពង់ធំសៀមរាបកំពង់ចាមត្បូងឃ្មុំស្វាយរៀងកណ្ដាលតាកែវអាចមានភ្លៀងធ្លាក់ក្របដណ្ដប់លើផ្ទៃដី 10% 2. តំបន់ខ្ពង់រាបសីតុណ្ហភាពមធ្យមអបបរមា 21 អង្សាសេនិងសីតុណ្ហភាពមធ្យមអតិបរមា 34 អង្សាសេខ្យល់បក់មកពីទិសបូនិងទិសអាគ្នេយ៍មានល្បឿនមធ្យម 4 ម៉ែត្រក្នុង1វិនាទីខេត្តកំពង់ស្ពឺប៉ៃលិនក្រចេះស្ទឹងត្រែងព្រះវិហារមណ្ឌលគិរីរតនគិរីជួរភ្នំដងរែកនិងជួរភ្នំក្រវាញអាចមានភ្លៀងធ្លាក់ក្របដណ្ដប់លើផ្ទៃដី 15% 3. តំបន់មាត់សមុទ្រសីតុណ្ហភាពមធ្យមអបបរមា 24 អង្សាសេនិងសីតុណ្ហភាពមធ្យមអតិបរមា 33 អង្សាសេខ្យល់បក់មកពីទិសបូនិងទិសអាគ្នេយ៍មានល្បឿនមធ្យម 3 ម៉ែត្រក្នុង1វិនាទីខេត្តកោះកុងព្រះសីហនុកំពតកែបនិងជួរភ្នំបូកគោអាចមានភ្លៀងធ្លាក់ក្របដណ្ដប់លើផ្ទៃដី 15% រលកសមុទ្រមានកម្ពស់មធ្យមអបបរមា 25 សង់ទីម៉ែត្រនិងកម្ពស់មធ្យមអតិបរមា 75 សង់ទីម៉ែត្រអាស្រ័យដូចបានជម្រាបជូនខាងលើសូមសាធារណជនទទួលជ្រាបជាព័ត៌មានការផ្សាយរបស់ក្រសួងធនធានទឹកនៅអូតូនិយមថ្ងៃទី29 ខែមីនា ឆ្នាំ 2025 សូមអរគុណ